គឺត្បិតតែមាននៅការប្រើប្រាស់ដោយផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រពីយន្តហោះចម្បាំងមកប្រើប្រាស់នៅប្រភេទមីស៊ីលក៏ប៉ុន្តែបើនិយាយអំពីប្រវត្តិនៃកងទ័ពអាកាសរបស់កម្ពុជានៅក្នុងសម័យកាលទសវត្សរ៍ឆ្នាំ60មកដល់ឆ្នាំ70គឺកងទ័ពអាកាសរបស់កម្ពុជានេះក៏មិនធម្មតានោះទេគឺមានភាពល្បីល្បាញនៅតំបន់អាស៊ីក៏ដូចជានៅលើពិភពលោកផងដែរនោះគឺដោយសារតែយោងទៅតាមឯកសារមួយចំនួនបានលើកឡើងថានៅក្នុងប្រទេសកម្ពុជាទសវត្សរ៍ឆ្នាំ60ឆ្នាំ70គឺមានកងទ័ពអាកាសខ្លាំងជាងស្ទើរតែខ្លាំងជាងកងទ័ពជើងគោកនិងកងទ័ពជើងទឹកទៅទៀតគឺបើសរុបទៅមាននៅយន្តហោះច្រើនប្រភេទសុទ្ធតែសម្រាប់មធ្យោបាយនៃសពាវុធលើវិស័យកងទ័ពអាកាសដូចជាកងទ័ពដូចជាយន្តហោះស៊ើបការយន្តហោះដឹកជញ្ជូនយោធាកម្រិតធន់ធ្ងន់ដូចជាយន្តហោះចម្បាំងមិចនិងយន្តហោះផ្សេងៗទៀតដែលធ្វើឲ្យប្រទេសកម្ពុជានេះមានយន្តហោះសរុបរហូតដល់ជិត250គ្រឿងឯណោះដូច្នេះចំនួននេះគឺមានចំនួនច្រើនណាស់បើប្រៀបធៀបជាមួយនឹងយន្តហោះចម្បាំងរបស់ប្រទេសថៃពេលបច្ចុប្បន្ននេះមានត្រឹមតែ20-30គ្រឿងតែប៉ុណ្ណោះមែនទែនទៅបើនិយាយអំពីឯកសារមួយចំនួនដែលតាក់ទងទៅនឹងកងទ័ពអាកាសរបស់ខ្មែរពីអតីតកាលចាប់តាំងពីការដែលកម្ពុជាបានពង្រឹងទៅលើវិស័យកងទ័ពអាកាសនេះគឺនៅក្នុងពេលដែលមានចម្បាំងជាមួយនឹងប្រទេសថៃកងទ័ពអាកាសរបស់កម្ពុជានេះគឺមិនដែលមានការញញើតចំពោះកងទ័ពអាកាសរបស់ប្រទេសថៃនោះទេមានន័យថាកងទ័ពរបស់កម្ពុជានេះមាននៅសពាវុធក៏ដូចជាយន្តហោះចម្បាំងទំនើបហើយមានពីលិតបើកបរយន្តហោះចំណានជាច្រើនដែលល្បីល្បាញនៅក្នុងសង្គ្រាមទសវត្សរ៍ឆ្នាំ60និងឆ្នាំ70នោះគឺមិនធម្មតានោះទេឥឡូវនេះយើងមកមើលរឿងរ៉ាវដែលតាក់ទងទៅនឹងអនុភាពរបស់ទ័ពអាកាសខ្មែរពីអតីតកាលនៅក្នុងឆ្នាំ1965នៅក្នុងពេលដែលមានការប្រឈមមុខដាក់គ្នាលើផ្នែកកងទ័ពចម្បាំងអាកាសនៅក្នុងខេត្តកោះកុងរបស់កងខេមរៈភូមិន្ទនៃកងទ័ពអាកាសកម្ពុជាជាមួយនឹងកងទ័ពអាកាសរបស់ថៃគឺមានន័យថានៅក្នុងឆ្នាំ1962នៅក្នុងពេលដែលប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមគឺតាំងពីក្រោយចំនួននៃប្រាសាទព្រះវិហារនោះមកទ័ពថៃនេះបានបន្តរកគួនមិនឈប់ឈរនៅតាមរយៈនៃការទន្ទ្រាននៅតាមបណ្ដោយព្រំដែនខ្មែរថៃហើយនៅក្នុងពេលមួយនោះគឺយោធារបស់ថៃបានធ្វើការបាញ់ផ្លោងកំភ្លើងធំមកលើទីតាំងកងទ័ពខ្មែរយើងដែលឈរជើងនិងមកលើភូមិរបស់ខ្មែរនាតាមបណ្ដោយព្រំដែនចាំយាមជាប់នឹងខេត្តត្រាតហើយជាខេត្តមួយដែលកម្ពុជាយើងបានស្គាល់ហើយថាចាំយាមស្ថិតនៅក្នុងខេត្តកោះកុងហើយគឺជាខេត្តមួយដែលប្រឈមមុខជាមួយនឹងខេត្តត្រាតគឺមានបញ្ហាប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរកងយោធខេមរៈភូមិន្ទបានរៀបចំនៅផែនការវាយបកវិញទៅតាមរយៈនៃការប្រើប្រាស់នៃកម្លាំងកងទ័ពអាកាសនៅក្នុងសម័យកាលនោះមានន័យថាទ័ពអាកាសខ្មែរនាចំនួននោះដែលមានឈ្មោះហៅថាកងទ័ពអាកាសចរភូមិន្ទពោពេញទៅដោយអាកាសយានិកប្រកបទៅដោយវិជ្ជាជីវៈនិងយន្តហោះចម្បាំងទំនើបដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្មែរដោយសារតែខេត្តកោះកុងកាលសម័យនោះស្ថិតនៅឆ្ងាយអំពីមូលដ្ឋាននៃទ័ពអាកាសទើបអគ្គសេនាធិការកងទ័ពកម្ពុជាក៏បានសម្រេចចិត្តបញ្ជូនកងយន្តហោះចម្បាំងប្រភេទមិច17ពីមូលដ្ឋានទ័ពអាកាសនៅឯប្រលានយន្តហោះពូជន្ទង់មួយកងនៅរៀងរាល់20នាទីម្ដងជារៀងរាល់24ម៉ោងលើ24ម៉ោងដើម្បីត្រួតពិនិត្យស្ថានភាពដើម្បីអន្តរាគមន៍ឲ្យទាន់សភាពការនិងទប់ទល់ទៅនឹងការប៉ុនប៉ងនានានៅក្នុងការទន្ទ្រានដែនអាកាសរបស់ខ្មែរពីសំណាក់ប្រជាមិត្តជាពិសេសគឺប្រឆាំងទៅនឹងការឈ្លានពានរបស់ទ័ពអាកាសនាសម័យនោះរបស់ប្រទេសថៃពីនេះទៅទៀតអគ្គសេនាធិការកងយុទ្ធពលខេមរៈភូមិន្ទបានសម្រេចចិត្តបើកប្រតិបត្តិការវាយបកទៅលើទីតាំងយោធារបស់ថៃនៅខេត្តត្រាតដោយប្រើនៅយន្តហោះចម្បាំងមិច17ក៏ប៉ុន្តែមួយថ្ងៃមុននឹងថ្ងៃកំណត់ប្រតិបត្តិការវាយបកនោះខាងយោធារបស់ថៃបែរជាសុំធ្វើការចរចាហើយនឹងសុំនៅបទឈប់បាញ់វិញដោយហេតុថារដ្ឋមន្ត្រីការពារប្រទេសខ្មែរបានផ្ដល់នៅអសានវិទ្យទៅដល់យោធារបស់ថៃថានឹងព្រមានអំពីការវាយប្រហាររបស់ទ័ពអាកាសរបស់ខ្មែរបើសិនណាយោធារបស់ថៃនៅបន្តទង្វើដល់កក្លឿននៅក្នុងការបាញ់ប្រហារឈ្លានពានមកលើកម្ពុជានោះនេះគឺបង្ហាញឲ្យឃើញថាថៃគឺមានការខ្លាចរអាផងដែរអំពីអានុភាពនៃកងទ័ពអាកាសរបស់ខ្មែរនាក្នុងចំនួននោះដោយតាមការសិក្សាបង្ហាញថាយន្តហោះចម្បាំងមិច17របស់ខ្មែរដែលកាលនោះមានសរុបដល់ទៅ12គ្រឿងគឺមានសមត្ថភាពលើសអំពីគ្រប់គ្រាន់នៅក្នុងការប្រយុទ្ធមួយទល់នឹងមួយជាមួយនឹងយន្តហោះចម្បាំងប្រភេទ A1D និង F86S របស់ទ័ពអាកាសថៃនាចំនួននោះហើយហេតុថាកាលអំពីសង្គ្រាមនៃឧបទ្វីបកូរ៉េគឺយន្តហោះចម្បាំងមិច15 As a small business owner, we know you can't just sit back and wait for your audience to find you. You've got to get in front of them. That's why TikTok is about to be your មួយចំនួនមុនរបស់ប្លុកកុម្មុយនីសអាចទប់ទល់ទៅនឹងយន្តហោះចម្បាំង F86 របស់សម្ព័ន្ធមិត្តបានទៅហើយរំតែយន្តហោះចម្បាំងចំនួនថ្មីធនមិច17របស់កម្ពុជានៅក្នុងចំនួននោះដែលបញ្ជាទៅដោយអាកាសយានិកដ៏ចំណានវឹកវើនៅបារាំងនិងអតីតសហភាពសូវៀតទៀតនោះតាំងពីពេលនោះមកតាមបណ្ដោយព្រំដែនខ្មែរក៏មានភាពស្ងប់ស្ងាត់រហូតមកគឺកងទ័ពថៃមិនហ៊ានកកនោះបន្តទៀតនោះឡើយនៅក្នុងនោះក៏យើងសូមបញ្ជាក់ផងដែរថាបើយោងទៅតាមសៀវភៅរបស់កងទ័ពអាកាសរបស់កម្ពុជាគឺធ្លាប់បានលើកឡើងថានៅទសវត្សរ៍ទី60ហើយរហូតមកដល់ឆ្នាំ1974គឺមានរបាយការណ៍សរុបថានៅក្នុងប្រទេសកម្ពុជានេះមានកងទ័ពអាកាសឬក៏គេហៅពីលិតនៃការបើកយន្តហោះចម្បាំងរហូតដល់300នាក់ឯណោះនេះគឺជាចំនួនដ៏ច្រើនមួយក៏ប៉ុន្តែជាអកុសលកងទ័ពទាំងអស់នេះមិនបានបន្សល់នៅជីវិតនោះទេក្រោយពីមានការឆ្លងកាត់នៃសង្គ្រាមដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យដែលជាមុខសញ្ញានៃការកំទេចរបស់បដិវត្តឬក៏អង្គការរបស់ខ្មែរក្រហមនោះចំណែកឯចំនួនយន្តហោះដែលទ័ពអាកាសរបស់ខ្មែរអាចមានរហូតមកដល់ឆ្នាំ1974វិញគឺយោងទៅតាមសាលាវឹកវើយន្តហោះ
សម្រាប់នៃការបើកបរនៅក្នុងសម័យកាលនោះគឺមានប្រភេទតេវ៉ាងវិតឬក៏តេ 28 BC មានចំនួន12គ្រឿងហើយតេ 41D មានចំនួន13គ្រឿងហើយ 10GY 80មានចំនួន10គ្រឿងរីឯទំនាក់ទំនងនឹងការដឹកនាំវិញគឺមានប្រភេទ C47 មានចំនួន20គ្រឿងហើយ C123K មានចំនួន12គ្រឿង U1A ចំនួន8គ្រឿង DC6 មានចំនួន1គ្រឿង DC4 មានចំនួន1គ្រឿង UHIN ចំនួន2គ្រឿងហើយក្នុងនោះដែរក៏មាននៃយន្តហោះប្រដេញឬក៏យន្តហោះចម្បាំងទម្លាក់គ្រាប់ឬក៏បាញ់ប្រភេទមីស៊ីលដូចជា តេវ៉ាងវិត D ចំនួន45គ្រឿង AC47 ចំនួន14គ្រឿង AU24 មានចំនួន14គ្រឿងហើយក្នុងនោះគឺមានយន្តហោះសង្កេតការប្រភេទ01ចំនួន45គ្រឿងដោយឡែកលើអធម្មភាគចក្រប្រភេទ UHIH គឺមានចំនួន38គ្រឿង UH1H គឺមានចំនួន13គ្រឿងបូករួមទាំងអស់នៅក្នុងសម័យសាធារណរដ្ឋខ្មែររហូតមកមានចំនួននៃប្រភេទយន្តហោះចម្បាំងដល់ទៅ248គ្រឿងគឺមានន័យថាជិត250គ្រឿងឯណោះយើងខ្ញុំក៏សូមបញ្ជាក់ផងដែរថានៅគណៈពេលដែលកងទ័ពនៃរបបសាធារណរដ្ឋរបស់ខ្មែរដែលមានយន្តហោះចម្បាំងយ៉ាងច្រើនគ្រឿងនេះគឺមានមួយចំនួនក៏ត្រូវបានបាត់បង់ហើយមួយចំនួនទៀតដូចជាប្រភេទនៃយន្តហោះដឹកជញ្ជូនប្រភេទធំដូចជា C123 ជាដើមនេះដែលមាន12គ្រឿងត្រូវបានគេរាយការណ៍ថានឹងមានយកទៅកាន់ប្រទេសថៃហើយថៃបានប្រើប្រាស់រហូតដល់ឆ្នាំ1995ហើយក៏មានប្រភេទយន្តហោះចម្បាំងខ្លះក៏មានការបើកដើម្បីចតនៅកាន់ប្រទេសថៃមួយចំនួនផងដែរហើយក្នុងនោះក៏មានប្រភេទយន្តហោះចម្បាំងក៏ដូចជាយន្តហោះដឹកជញ្ជូនដែលមានបន្សល់ទុកនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរក៏ប៉ុន្តែក្រមកម្ពុជាប្រជាធិបតេយ្យនេះគឺមិនសូវបានយកទៅប្រើប្រាស់នៅឡើយនោះទេដោយសារតែពួកគេមិនមានសមត្ថភាពក្នុងការប្រើប្រាស់ឬក៏មានការបើកបរហើយគ្រឿងបន្លាស់ក៏មិនសូវមានដូច្នេះហើយពួកកម្ពុជាប្រជាធិបតេយ្យមិនសូវប្រើប្រាស់នៅយន្តហោះចម្បាំងនោះទេគឺប្រើតែកម្លាំងកងទ័ពជើងគោកហើយនិងកងទ័ពជើងទឹកតែប៉ុណ្ណោះយើងក៏សូមបញ្ជាក់ផងដែរថានៅក្នុងប្រទេសកម្ពុជាយើងនេះគឺមានពីលុតដែលអាចបើកនៅយន្តហោះចម្បាំងនិងយន្តហោះដឹកជញ្ជូនវិស័យយោធានេះមានចំនួនច្រើនជាង300នាក់ឯណោះដូច្នេះហើយបើយើងនិយាយទៅគឺមានអ្នកបើកជំនាញដល់ទៅ300នាក់ក៏ប៉ុន្តែអ្នកដែលបើកនៅយន្តហោះផ្សេងមានជាច្រើនអ្នកផងដែរដូច្នេះបើនិយាយអំពីការប្រៀបធៀបកម្លាំងយោធាឬក៏សពាវុធឬក៏មធ្យោបាយនៃយន្តហោះចម្បាំងរបស់ប្រទេសកម្ពុជានៅក្នុងសម័យអតីតកាលគឺមិនធម្មតានោះទេមានភាពល្បីល្បាញហើយពីលុតមួយក៏សិតតែជើងឯកនៅក្នុងការបើករហូតពេលខ្លះមានការបើកចូលពីក្រោមស្ពានជ្រោយចង្វាឬក៏មានការបើកឆាកនៃពួកសត្រូវដូចជាពួកកុម្មុយនីសខ្មែរក្រហមអីជាដើមហើយមានការបើកទៀបបំផុតដែលជាការសិក្សាមួយដែលមានលក្ខណៈច្បាស់លាស់ចេញអំពីប្រទេសបារាំងចេញពីសហរដ្ឋអាមេរិកក៏ដូចជាចេញអំពីប្រទេសអតីតសហភាពសូវៀតនោះផងដែរនេះគឺជាអានុភាពដ៏ខ្លាំងក្លាមួយរបស់កងទ័ពអាកាសកម្ពុជាក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺខាងកងទ័ពកម្ពុជានៅក្នុងសម័យទំនើបនេះគេមិនទាន់ឃើញការប្រើប្រាស់នៅប្រភេទយន្តហោះដ៏សម្បូរបែបដូចជាសម័យអតីតកាលនោះប៉ុន្មាននោះឡើយប៉ុន្តែថានៅក្នុងសម័យអតីតកាលគឺជាអ្វីមួយដែលយើងហៅថាជាសង្គ្រាមដែលភាគច្រើនគឺប្រើប្រាស់នៅក្នុងសម័យសង្គមរាស្ត្រនិយមក៏ដូចជានៅក្នុងសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ដែលមានការផ្ដល់នៅជំនួយពីសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកហើយក៏មានការផ្ដល់ដោយនៃកងទ័ពឬក៏ប្រទេសចិនផងដែរនេះគឺជាអ្វីដែលកម្ពុជាធ្លាប់មាននៅពីវុធឬក៏យន្តហោះចម្បាំងទំនើបដល់ទៅជិត250គ្រឿងនៅក្នុងសម័យកាលនោះគឺមានន័យថាកម្ពុជាមានយន្តហោះចម្បាំងទំនើបជាងនៅក្នុងប្រទេសថៃគឺប្រទេសថៃគឺប្រើប្រាស់នៅយន្តហោះចំនួនតិចជាងកម្ពុជានៅក្នុងសម័យកាលនោះប៉ុន្តែដោយសារតែសង្គ្រាមក្រោយមកនេះគឺត្រូវបានពួកខ្មែរក្រហមដែលមានក្រុមគ្រប់គ្រងទៅដោយវៀតណាមក៏ដូចជាប្រទេសចិនបានធ្វើការវាយប្រហារនៅក្នុងសង្គ្រាមជាមួយនឹងរបបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងទៅដោយសហរដ្ឋអាមេរិកនោះក៏ធ្វើឲ្យសង្គ្រាមមួយនេះក៏ត្រូវបានរបបសាធារណរដ្ឋខ្មែរដួលរលំហើយមានយន្តហោះនិងគ្រឿងពាវុធមួយចំនួនឬក៏ជ័យភ័ណ្ឌមួយចំនួននោះក៏ត្រូវបានក្រុមពីលិតក៏ដូចជាក្រុមផ្សេងទៀតក៏បានបើកយកចេញពីប្រទេសកម្ពុជាហើយសល់មួយចំនួនតូចត្រូវបានពួកខ្មែរក្រហមយកមករក្សាទុកក៏ប៉ុន្តែមិនសូវបានប្រើប្រាស់ប្រមាណទេដោយសារតែពួកខ្មែរក្រហមនេះមិនមានសមត្ថភាពនៅក្នុងការមានពីលិតដើម្បីប្រើប្រាស់ឬក៏សម្ភារៈបច្ចេកទេសឬក៏គ្រឿងបន្លាស់ដើម្បីមកធ្វើការផ្លាស់ប្ដូរនៅក្នុងផ្នែកយន្តហោះចម្បាំងរបស់កម្ពុជានោះទេដូច្នេះហើយចំនួននេះក៏ចេះតែខ្សោះទៅហើយក៏ត្រូវបានបាត់បង់ជាហូរហែបាទព័ត៌មានទី1នេះគឺតាក់ទងជាមួយនឹងសារភាព